Vàជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់និយាយទាក់ទងទៅនឹងប្រធានបទមួយដែលខ្ញុំដាក់ចំណងជើងថាធម៌ដែលយើងគួរយល់ដឹងសម្រាប់ប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃបាទជាការពិតណាស់ជីវិតរបស់យើងទាំងបាននៅសេចក្តីសុខទាំងកើតទុក្ខគឺអាស្រ័យនឹងរឿងរ៉ាវដែលយើងបានជួបណាចិត្តយើងនេះមិនចេះតែកើតទុកឯងមិនចេះតែសប្បាយចិត្តឯងទេគឺវាមានបច្ច័យរបស់វាគឺអាស្រ័យនឹងរឿងរ៉ាវដែលយើងបានជួបបាទដូចថាបើយើងមើលឃើញរូបភាពដែលស្អាតបានឃើញរបស់ដែលជាទីស្រឡាញ់របស់យើងចិត្តរបស់យើងនឹងរមែងសប្បាយរីករាយទៅតាមនឹងដែរបាទឃើញទេហើយបើសិនបើយើងមើលឃើញរូបភាពអាក្រក់មើលឃើញរូបភាពដែលមិនជាទីពេញចិត្តរបស់យើងរមែងកើតទុកទៅតាមនឹងដែរណាបាទអញ្ចឹងមិនថារឿងរ៉ាវទាំងឡាយដែលយើងបានជួបតាមរយៈទ្វេទាំង5មានភ្នែកច្រមុះត្រចៀកអណ្ដាតនិងកាយនេះជាបច្ច័យធ្វើឲ្យចិត្តរបស់យើងនឹងឯងកើតទុកឬក៏សប្បាយចិត្តអញ្ចឹងហើយយើងត្រូវតែកំណត់ដឹងថាតើស្អីទៅដែលធ្វើឲ្យយើងជួបរឿងរ៉ាវទាំងអស់ហ្នឹងបាទហើយបន្ទាប់ពីយើងជួបរឿងរ៉ាវទាំងអស់ហ្នឹងហើយតើយើងត្រូវប្រតិបត្តិបែបម៉េចនៅក្នុងជីវិតរបស់យើងហ្នឹងអញ្ចឹងត្រង់ចំណុចហ្នឹងខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាឲ្យដឹងអំពីធម្មជាតិរបស់វាមួយថាហេតុអីបានយើងជួបរឿងរ៉ាវទាំងឡាយនៅក្នុងជីវិតរបស់យើងបាទនៅក្នុងជីវិតរបស់យើងម្នាក់ជិះមិនផុតទេអំពីការជួបរឿងរ៉ាវទាំងឡាយតាមរយៈទ្វេទាំង5គ្មាននរណាម្នាក់អាចគេចផុតបានទេបាទរឿងភ្នែកច្រមុះត្រចៀកអណ្ដាតកាយនេះគឺជាទ្វេសម្រាប់ទទួលនៅព័ត៌មានចូលខាងក្នុងហ្នឹងឯងអញ្ចឹងលុះត្រាតែយើងខូចនៅទ្វេទាំង5នោះបាទទ្វេទាំង6គឺមโนទ្វេមួយទៀតបាទតាមរយៈផ្លូវចិត្តមួយទៀតលុះត្រាតែយើងខូចទាំងអស់នោះទើបយើងលែងដឹងរឿងរ៉ាវបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់និយាយអំពីថាហេតុអីបានជាយើងជួបរឿងរ៉ាវទាំងឡាយដែលយើងបានជួបហើយបន្ទាប់ពីយើងជួបហើយតើយើងត្រូវគិតបែបណាទៅលើរឿងរ៉ាវដែលយើងបានជួបនោះអញ្ចឹងមុននឹងខ្ញុំនិយាយខ្ញុំចង់បង្ហាញបងប្អូនឲ្យដឹងអំពីដំណើរធម្មជាតិមួយហ្នឹងគឺបងប្អូនត្រូវកំណត់ដឹងថាអញ្ចេះថាចិត្តដែលយើងគិតបាទចិត្តដែលយើងគិតណាទោះបីជាយើងគិតអីក៏ដោយបាទគិតអីក៏ដោយចិត្តដែលយើងគិតបាទគឺចិត្តគិតរបស់យើងហ្នឹងវាបែងចែកចេញជាពីរគឺគិតបែបកុសលបាទគិតបែបកុសលនិងមួយទៀតគិតបែបអកុសលបាទគឺគិតបែបអកុសលការគិតរបស់យើងឲ្យឈ្មោះថាជាកម្មបាទគឺជាកម្មដែលយើងនិយាយកម្មផលហ្នឹងយើងឲ្យស្គាល់ថាអីជាកម្មជាកម្មខាងដើមធំបំផុតនោះគឺការគិតនឹងឯងគឺទូចិត្តរបស់យើងឯងឈ្មោះថាកម្មហ្នឹងណាប្រសិនបើយើងគិតប្រកបដោយទោសៈលោភៈមោហៈនោះយើងឲ្យឈ្មោះថាជាអកុសលកម្មបាទជាអកុសលកម្មណាបាទហើយប្រសិនបើយើងគិតប្រកបដោយមហាកុសល8គឺយើងគិតដែលមានបញ្ញាគិតដែលមានសទ្ធាគិតដែលមានហិរិអត្តបៈគឺតាក់ទងទៅនឹងកុសលគិតរឿងល្អកុសលយើងឲ្យឈ្មោះថាកុសលកម្មបាទអញ្ចឹងដើម្បីដឹងច្បាស់ថាអីខ្លះទៅជាអកុសលកម្មអីខ្លះទៅជាកុសលកម្មតោះតែយើងទៅរៀនលម្អិតអំពីមេរៀនចិត្តទៅយើងដឹងច្បាស់អំពីវាបាទអកុសលកម្មបើយើងរៀនអំពីមេរៀនចិត្តយើងឲ្យឈ្មោះថាអកុសលចិត្តបាទអកុសលចិត្តហ្នឹងគឺមាន12បាទមាន12គឺមានលោភៈ8ទោសៈ2មោហៈ2បាទអញ្ចឹងខ្ញុំមិនលម្អិតអំពីអកុសលទាំង12ហ្នឹងទេក្នុងពេលឥឡូវនេះខ្ញុំគ្រាន់តែនិយាយទូទៅថាឲ្យតែចិត្តណាប្រកបដោយលោភៈទោសៈនិងមោហៈយើងឲ្យឈ្មោះថាជាអកុសលកម្មឬអកុសលចិត្តបាទចិត្តដែលគិតហ្នឹងគឺជាការសាងកម្មហើយទោះបីជាយើងមិនទាន់បញ្ចេញសកម្មភាពណាមួយក៏ដោយគ្រាន់តែគិតនៅខាងក្នុងចិត្តហ្នឹងក៏ឲ្យឈ្មោះថាសាងកម្មដែរបាទក៏ឲ្យឈ្មោះថាសាងកម្មដែរបើគិតប្រកបដោយអកុសលមូលទាំង3មានលោភៈទោសៈនិងមោហៈនេះឈ្មោះថាអកុសលហើយបាទអកុសលកម្មគឺយើងបានសាងនៅអំពើបាបហើយនិយាយភាសាស្រួលស្ដាប់ថាបានសាងនៅអំពើបាបហើយគ្រាន់តែមិនទាន់បញ្ចេញជាសកម្មភាពប៉ុន្តែគ្រាន់តែគិតហ្នឹងក៏វាឲ្យផលដែរណាបាទមិនមែនតើតែយើងបញ្ចេញសកម្មភាពទេបាទហ
ហើយប្រសិនបើយើងគិតដោយមហាកុសលវិញក៏ឈ្មោះថាបានសាងបុណ្យដែរបាទបានធ្វើអំពើបុណ្យហើយទោះបីជាមិនទាន់បញ្ចេញជាសកម្មភាពក៏ឲ្យឈ្មោះថាសាងនៅអំពើបុណ្យដែរគឺកុសលកម្មហើយណាគ្រប់ខណៈចិត្តរបស់យើងគ្មានខណៈចិត្តមួយណាដែលមិនប្រកបដោយកុសលឬអកុសលទេការគិតរបស់យើងមនុស្សម្នាក់របស់សត្វទាំងឡាយគ្រប់សត្វទាំងអស់ការគិតរបស់សត្វទាំងអស់បែងចែកជាពីរចំណុចបើមិនកុសលកម្មគឺអកុសលកម្មមានន័យថាបើមិនគិតបែបបាបគឺគិតបែបបុណ្យអត់មានកណ្ដាលថាខ្ញុំបុណ្យកុំធ្វើបាបកុំធ្វើអត់មានក្នុងនោះទេឲ្យតែគិតចេញមកគឺបើមិនបុណ្យគឺបាបហើយបើមិនសាងបុណ្យគឺសាងបាបហើយឲ្យតែគិតចេញមកគឺអកុសលកម្មឬក៏កុសលកម្មឥឡូវខ្ញុំនិយាយអំពីចិត្តគិតគឺជាកម្មបាទចិត្តគិតគឺជាកម្មគឺជាការសាងនៅកម្មបើមិនសាងនៅអកុសលកម្មគឺការសាងនៅកុសលកម្មបាទអញ្ចឹងតើនេះអញ្ចឹងមួយទៀតបន្តអំពីយើងគិតហើយឥឡូវខ្ញុំលើកឧទាហរណ៍បែកខាងអកុសលមុនចុះណាបន្តអំពីយើងគិតអកុសលឧទាហរណ៍យើងគិតប្រកបដោយទោសៈគឺគិតបែបខាងអកុសលហើយយើងគិតចង់សម្លាប់គេគិតគុំគួនគេគិតខឹងគេគិតច្រណែនគេឈ្មោះថាទោសៈហើយបាទពេលហ្នឹងគឺយើងកំពុងតែបានសាងនៅអកុសលកម្មហើយគឺឈ្មោះថាសាងនៅអំពើបាបមួយអញ្ចឹងតែកាលណាយើងសាងនៅអំពើបាបហើយផលវាប្រកាសជាហុចមកឲ្យហើយបើយើងដាំពូជណារមែងបានពូជនឹងវិញដែលយើងធ្លាប់លើថាសាងបាបបានបាបសាងបុណ្យបានបុណ្យហ្នឹងគឺអត់ខុសទេពាក្យហ្នឹងគឺសុក្រិតយុត្តិធម៌ជាទីបំផុតធម្មជាតិមួយនេះមិនអយុត្តិធម៌ទេប្រសិនបើយើងសាងនៅអកុសលហើយផលរបស់អកុសលនោះនឹងហុចមកឲ្យវិញភ្លាមនឹងហុចមកឲ្យវិញមិនអាចភ្លាមឬមិនដឹងថាភ្លាមឬក៏ពេលណាទេប៉ុន្តែមិនបាត់ទេឲ្យតែយើងបានសាងហើយគឺមិនបាត់ទេវាប្រកាសជាឲ្យផលវិញនៅថ្ងៃណាមួយមិនដឹងថាពេលឆាប់ឬក៏ពេលយូរវិញទៅមុខទៀតឥឡូវឧទាហរណ៍ថាយើងបានគិតចង់សម្លាប់គេចង់លួចទ្រព្យគេបាទនេះគឺយើងឈ្មោះថាគិតអកុសលហើយអញ្ចឹងវាត្រូវតែឲ្យផលមកវិញឲ្យផលមកយើងវិញហ្នឹងឯងបាទឲ្យផលមកយើងវិញហ្នឹងតើវាឲ្យផលតាមផ្លូវណាខ្លះឲ្យផលតាមផ្លូវណាខ្លះគឺវាឲ្យផលមកវិញតាមពីរទ្វារគេហៅថាក្នុងទ្វារនិងក្រៅទ្វារប៉ុន្តែក្នុងជីវិតប្រចាំថ្ងៃនេះខ្ញុំនិយាយតែក្នុងទ្វារទេយើងមិនបាច់និយាយទៅដល់ជាតិក្រោយទៀតទេជាតិមុខជាតិក្រោយទេព្រោះខ្ញុំបាននិយាយទៅនឹងធម៌សម្រាប់ប្រតិបត្តិប្រចាំថ្ងៃអញ្ចឹងយើងគិតតែក្នុងពេលឥឡូវនេះបានទេមិនបាច់ចាំគិតទៅដល់ជាតិខាងមុខទៀតទេជាតិក្រោយយើងគិតតែក្នុងជាតិនេះបានណាអញ្ចឹងនៅពេលដែលយើងបានគិតនេះមិនទាន់ឲ្យឈ្មោះខ្ញុំមិនទាន់និយាយដល់យើងបញ្ចេញនៅសកម្មភាពទេណាឧទាហរណ៍យើងគិតថានឹងសម្លាប់គេក៏ឈ្មោះថាអំពើបាបដែរបានសាងនៅកម្មអកុសលកម្មហើយអញ្ចឹងបើយើងបានសាងនៅអកុសលកម្មហើយមានន័យថាយើងបានដាំនៅក្របពូជបាបមួយហើយអញ្ចឹងច្បាស់ណាស់វានឹងឲ្យផលមកវិញគ្មានមិនអាចរសាត់ចោលមិនអាចថាអេអត់ឲ្យផលអត់ទេបុគ្គលដាំនៅពូជអ្វីរមែងបានផលនៅពូជនោះវិញបាទអញ្ចឹងនៅពេលដែលយើងគិតថាខឹងគេឥឡូវខ្ញុំនិយាយតាក់ទងនឹងខឹងចុះនៅពេលដែលយើងគិតថាខឹងគេចង់សម្លាប់គេឃើញទេយើងបានសាងនៅអំពើកម្មមួយហើយអញ្ចឹងនៅពេលដែលយើងបានសាងនៅអំពើកម្មហើយវាត្រូវតែឲ្យផលមកវិញអញ្ចឹងវាឲ្យផលតាមរយៈអ្វីវាឲ្យផលតាមរយៈទ្វេទាំង5ព្រះអង្គសម្ដែងមកគឺឲ្យផលតាមរយៈ6ផ្លូវ7ផ្លូវប៉ុន្តែខ្ញុំនិយាយត្រឹមតែ5ទេដោយសារតែបញ្ញារបស់យើងអាចចាប់និងទទួលស្គាល់បានត្រឹមតែ5 2ទៀតយើងមិនដែលពាល់ត្រូវអារម្មណ៍ពិតរបស់យើងទេប៉ុន្តែវាជាដំណើរនិយមរបស់ចិត្តដែលត្រូវតែទទួលនៅវិបាកនោះនៅផលនោះប៉ុន្តែដែលយើងដឹងច្បាស់គ្រប់គ្នាហើយអាចកំណត់បានខ្ញុំនិយាយតែរឿងដែលយើងអាចកំណត់បានគឺមាន5តាមរយៈភ្នែកច្រមុះត្រចៀកអណ្ដាតនិងកាយបាទអញ្ចឹងនៅពេលដែលយើងគិតខឹងគេចង់សម្លាប់គេយើងបានសាងកម្មអញ្ចឹងផលរបស់វានឹងហុចមកឲ្យវិញតាមរយៈផ្លូវទាំង5ឲ្យយើងឃើញរូបមិនល្អឲ្យយើងឮសំឡេងមិនល្អបាទដឹងក្លិនដឹងរសមិនល្អដឹងផុតថាពៈមិនល្អមានថាធ្វើឲ្យរាងកាយរបស់យើងនេះរងទុក្ខទោសនិយាយទៅថារាងកាយរបស់យើងរងទុក្ខទោសកើតទុក្ខឈឺចាប់គឺវាឲ្យផលតាមរយៈទ្វេទាំង5ហ្នឹងឯងអញ្ចឹងយើងកុំឆ្ងល់ថាហេតុអីបានតែខ្ញុំជួបរឿងហ្នឹងបានតែគេចេះតែមកជេរខ្ញុំពាក្យដែលគេជេរនេះជាផលទេបងប្អូនត្រូវកំណត់ដឹងពាក្យដែលគេជេរយើងនេះជាផលទេកម្មគឺយើងបានសាងរឿងអីមួយដែលជាអកុសលកម្មកាលពីអតីតកាលតែខ្ញុំនិយាយថាអតីតកាលក្នុងទីនេះមិនមែនគិតតាំងពីជាតិមុនទេចាប់ពីពេលខណៈមុនថយក្រោយបើយើងរាប់កំណត់ថាម៉ោងចាប់ពីម៉ោងមុនថយក្រោយណាបើយើងនិយាយថានាទីចាប់ពី1នាទីមុនថយទៅក្រោយបើយើងនិយាយថាវិនាទីចាប់ពី1វិនាទីមុនថយទៅក្រោយនេះឈ្មោះថាអកុសលកម្មដែលយើងបានសាងហើយបានប្រព្រឹត្តហើយអញ្ចឹងវាឲ្យផលឲ្យយើងលឺគេជេរលឺគេជេរយើងណាអញ្ចឹងនៅពេលដែលយើងលឺគេជេរ
វាជាផលដែរបងប្អូនវាជាផលដែរដែលយើងមិនអាចបកកាយបានដែលយើងមិនអាចជិះវាបានយើងដាំពូជនឹងហើយពូជនឹងតែឲ្យផលគឺឲ្យផលហើយយើងមិនអាចទៅមិនទទួលផលបានទេធម្មជាតិនេះគឺសក្រិតយុទ្ធធម៌ 100% ណាបើបងប្អូនសាងនៅអំពើបាបច្បាស់ណាស់នឹងហុចផលបានមកវិញអញ្ចឹងយើងលើគេជេហ្នឹងប្រកាសជាអតីតកាលយើងធ្លាប់បានមានចិត្តមួយកើតនៅអកុសលហើយអកុសលណាមួយលោភៈទោសៈមោហៈហើយទៅនាំឲ្យយើងលឺសំឡេងមិនល្អបែបនេះគេជេយើងនេះបាទណាបាទអញ្ចឹងយើងទៅកាត់ទុកទៅអីមានតែយើងបានរួចចំណងមួយហើយមែនទេបងប្អូនគិតមើលយើងបានរួចចំណងមួយហើយយើងជំពាក់គេឥឡូវគេទូទាត់ហើយយើងរួចមួយហើយមែនទេយើងរួចមួយហើយយើងធ្លាប់អានប្រព្រឹត្តអកុសលឥឡូវនិយាយងាយថាស្ដាប់ថាយើងធ្លាប់ជេរគេឥឡូវគេជេរយើងវិញរួចគ្នាហើយមិនអញ្ចឹងយើងលែងជំពាក់គេទៀតហើយប៉ុន្តែដោយអំណាចអវិជ្ជាប្រតិជននេះនៅមានអវិជ្ជាគ្រប់គ្នាហេតុតែមិនដឹងនៅពេលដែលឮសម្ដីគេជេរមកយើងចាប់ផ្ដើមផុតពីតិចភ្លាមចូលទៅដល់ចិត្តគិតចិត្តនេះគិតថាយីអ្នកនេះជេរខ្ញុំប្រតិកម្មភ្លាមប្រតិកម្មគិតវិញភ្លាមគិតភ្លាមគឺសាងនៅអំពើកម្មវិញភ្លាមបាទអញ្ចឹងបងប្អូននឹងខឹងតបគេវិញភ្លាមនៅពេលដែលបងប្អូនខឹងតបទៅគេវិញឈ្មោះថាបងប្អូនកំពុងតែសាងនៅអកុសលកម្មទៀតហើយអញ្ចឹងមានន័យថាបងប្អូនកំពុងតែសាងនៅពាក្យដែលគេជេរហ្នឹងទុកឲ្យជេរថ្ងៃក្រោយទៀតតោះណាគេជេរយើងជាផលហើយដោយសារតែយើងធ្លាប់បានជេរគេពីមុនធ្លាប់បានគិតនៅអកុសលណាមួយពីមុនវាមិនប្រកាសថាយើងជេរគេជេរយើងវិញទេពេលខ្លះយើងគ្រាន់តែគិតរឿងអកុសលក៏មានឲ្យយើងឃើញរូបមិនល្អដឹងក្លិនមិនល្អឬសម្លេងមិនល្អយើងអត់ដឹងកំណត់ថាគេសម្រាប់យើងសម្រាប់គេយើងសម្រាប់គេសម្រាប់យើងជេរគេជេរយើងមិនត្រង់អញ្ចឹងទេកម្មគឺវាមិនអាចណាកំណត់ដឹងមុនថាវាឲ្យផលបែបណាទេតែដឹងថាឲ្យផលបាទអញ្ចឹងនៅពេលដែលយើងឮសម្លេងវាជាវិបាកតែបងប្អូនវាជាវិបាកតែវាជាផលដែលយើងបានសាងតែតាមពិតយើងត្រូវរួចខ្លួនទេយើងត្រូវរួចខ្លួនទេប៉ុន្តែដោយអំណាចអវិជ្ជានេះចិត្តនេះបន្ទាប់ពីឮហើយគិតភ្លាមអ្នកនេះជេរខ្ញុំខឹងទៅវិញតបនេះគិតតបទៅវិញមិនចង់ឲ្យគេជេរតបប៉ុន្តែបានយកប្រពពូជគេជេរហ្នឹងមកដាំទីដែរបងប្អូនគិតមើលមកតែយើងទៅជាបុគ្គលល្ងងទេល្ងងណាស់ព្រោះយើងអត់មានអវិជ្ជាយើងអត់ដឹងរឿងរ៉ាវហ្នឹងទេហើយកុំសួរថាហេតែខ្ញុំដឹងដែរតែខ្ញុំនៅតែខឹងឲ្យតែដឹងដែរហើយនៅតែខឹងឲ្យឈ្មោះថាមិនដឹងហើយយើងគ្រាន់តែដឹងពាក្យរបស់វាទៅប៉ុណ្ណោះតែចិត្តរបស់យើងមិនតាន់ព្រមទេមិនតាន់ទទួលស្គាល់វាទេដោយខ្ញុំលើកឧទាហរណ៍ថាបងប្អូនដឹងហើយមែនទេថាព្រះអាទិត្យរះពីទិសខាងកើតធម្មជាតិនេះកំណត់មកច្បាស់ណាស់ថាព្រះអាទិត្យត្រូវតែរះពីទិសខាងកើតមែនទេបាទប៉ុន្តែនៅពេលដែលបងប្អូនចៃដន្យនេះបងប្អូនដើរទៅទីកន្លែងណាមួយបងប្អូនវង្វេងនៅពេលដែលបងប្អូនវង្វេងបងប្អូនមើលឃើញថាព្រះអាទិត្យរះពីទិសខាងជើងបាទបងប្អូនដឹងហើយថាខ្ញុំដឹងហើយព្រះអាទិត្យរះពីទិសខាងកើតប៉ុន្តែក្នុងចិត្តរបស់បងប្អូនដែលកំពុងតែវង្វេងព្រមទេច្បាស់ណាស់ថាអត់ព្រមយើងគ្រាន់តែនិយាយតាមចាំនេះតាមច្បាប់ធម្មជាតិថាវារះពីទិសខាងកើតតែយើងអត់ព្រមនៅពេលដែលយើងអត់ព្រមឈ្មោះថាមិនដឹងទេអញ្ចឹងចិត្តយើងដែលខឹងតបទៅវិញក៏ឈ្មោះថាមិនដឹងដូចគ្នាបើយើងដឹងព្រមហើយបើយើងបាត់វង្វេងយើងឃើញព្រះអាទិត្យរះពីទិសខាងកើតដោយចិត្តឯងដោយមិនមែនទុក5ឋានរះពីទិសខាងកើតគឺអារម្មណ៍របស់យើងចិត្តរបស់យើងនឹងទទួលស្គាល់វាតែថាវារះពីទិសខាងកើតមែនមិនមែនខ្ញុំវង្វេងនេះជាបុគ្គលបាត់វង្វេងតែបើបុគ្គលកំពុងតែវង្វេងអត់ទទួលស្គាល់ទេទោះបីជានិយាយខាងក្រៅឬក៏មើលត្រីវិស័យឃើញយ៉ាងម៉េចក៏ដោយតែអារម្មណ៍របស់គាត់គឺនៅតែរះពីទិសខាងជើងនេះឈ្មោះថាគាត់មិនតាន់បាត់វង្វេងទេយ៉ាងណាមិញចិត្តរបស់យើងដូចគ្នានៅពេលដែលយើងមិនតាន់ព្រមទទួលថាវាគឺជាវិបាកហើយយើងស្រាប់តែខឹងតយើងថាយើងដឹងដែរខ្ញុំរៀនហើយខ្ញុំដឹងហើយនៅតែខឹងតវាជាអវិជ្ជាទេបាទយើងមិនតាន់បាត់វង្វេងទេយើងមិនតាន់ដឹងទេគ្រាន់តែឲ្យឈ្មោះថាដឹងទេអញ្ចឹងធ្វើយ៉ាងម៉េចទៅបាត់ដឹងទៅអាចដឹងទៅថ្ងៃក្រោយបានព្យាយាមរលឹកប្រាប់វារឿយរកឧបាយដើម្បីពិចារណារឿយរហូតក្រៀកចិត្តនឹងធ្វើឲ្យបាត់វង្វេងឯងបាទនៅពេលដែលបាត់វង្វេងឈ្មោះថាសម្រេចគុណធម៌ណាមួយហើយចាប់ពីសោតតាឡើងបាទឃើញទេអញ្ចឹងយើងមើលទៅឃើញខ្លួនឯងគឺជាអ្នកមានជំងឺមែនហើយថ្នាំសម្រាប់ព្យាបាលជំងឺគឺព្រះធម៌នេះឯងការសិក្សារៀនសូត្រនៅព្រះធម៌នេះឯងបើយើងមិនទាន់មើលឃើញតែខ្លួនឯងជាអ្នកជំងឺផងយើងក៏មិនសង្វាតទៅរកថ្នាំមកព្យាបាលដែរហើយបើយើងដឹងថាថ្នាំនឹងសម្រាប់ព្យាបាលហើយយើងមិនព្យាយាមលេបទៀតក៏គ្មានឱកាសក្នុងការបាត់វង្វេងដែរក៏គ្មានឱកាសក្នុងការជានៅជំងឺនោះដែរមែនទេបែកកុសលក៏ដូចគ្នាយើងកំពុងតែបែកអកុសលខ្ញុំនិយាយអកុសលចប់សិនគឺយើងបងប្អូនទៅកំណត់ណាចិត្តគិតនេះគឺជាការសាងនៅកម្មរឿងរ៉ាវដែលចូលមកក្នុងខ្លួនយើងទាំងឡាយគឺជាផលទេហើយនៅពេលដែលយើងប្រតិកម្មតទៅវិញសាងកម្មវិញហើយបើតាមត្រូវនៅពេលដែលគេជេរយើងក៏គាត់ថាអូនេះជាវិបាករបស់ខ្ញុំទេតើហើយអ្នកដែលកំពុងជេរខ្ញុំនោះគឺគាត់កំពុងតែសាងកម្មព្រោះគាត់កំពុងតែគិតព្យាយាមព្យាបាលអ្នកដទៃកើតចិត្តអាណិតអ្នកដទៃនេះជាមហាកុសលវិញឃើញទេកើតចិត្តអាណិតអ្នកដទៃមើលឃើញពីដំណើរធម្មជាតិមួយនេះឈ្មោះថាកើតនៅចិត្តបុណ្យវិញអញ្ចឹងយើងបានលុបបំបត្តិនៅពូជគេជេរចោលហើយយើងបានសាងនៅក្របពូជថ្មីគឺការគិតរបស់យើងវិញសាងនៅក្របពូជថ្មីគឺក្របពូជមហាកុសលនាំឲ្យយើងឮសំឡេងល្អដឹងក្លិនល្អដឹងផុតទៅល្អឡើងវិញអញ្ចឹងខ្ញុំចង់និយាយទៅដល់ប៉ុណ្ណឹងហើយយល់មិនយល់យ៉ាងជួបគ្នានៅក្នុង
វីដេអូក្រោយមួយទៀត